រឿងគួរនិងមិនគួរសម្រាប់គ្រប់ពេលដែលយើងជួបគ្រោះថ្នាក់ចរាចរណ៍ដែលរថយន្តយើងបុកបង្គោលភ្លើងឬក៏បង្គោលភ្លើងរលំមកលើឡានរបស់យើងដែលកំពុងតែធ្វើដំណើរបង្គោលភ្លើងតែងតែមានតង់ស្យុងអគ្គិសនីខ្ពស់ខណៈពេលដែលរថយន្តយើងបុកបង្គោលភ្លើងក៏ដួលរលំមកវាអាចមានកន្លែងដែលមានខ្សែភ្លើងហ្នឹងគឺដាច់ហើយនៅលើខ្នល់ពេលនោះហើយដែលកម្លាំងអគ្គិសនីអាចនឹងសាយភាយគ្រប់ទីកន្លែងបើយើងគ្រាន់តែឈានជើងចុះពីលើឡានភ្លាមយើងអាចនឹងឆ្លងចរន្តអគ្គិសនីភ្លាមតែម្ដងដូចនេះនៅក្នុងរថយន្តហើយទំនាក់ទំនង117ឬក៏118ដើម្បីហៅក្រុមសង្គ្រោះប្រសិនបើក្នុងករណីមួយទៀតដែលរថយន្តយើងបុកបង្គោលភ្លើងហើយមានអគ្គិភ័យឆាបឆេះចាំបាច់ត្រូវតែលោតចេញពីឡានតែនីតិវិធីនៃការលោតចេញពីឡានគឺចាំបាច់ត្រូវតែលោតជើង2មកលើថ្នល់ហើយលោកអ្នកត្រូវតែលោតបន្តទៅទៀតឲ្យឆ្ងាយពីកន្លែងកើតហេតុចម្ងាយពី12ទៅ13ម៉ែត្រមុនពេលដែលសម្រេចចិត្តរត់ចេញពីកន្លែងកើតហេតុនឹងករណីមួយទៀតបើសិនជាយើងឃើញឡានបុកបង្គោលភ្លើងសូមមេត្តាកុំចូលទៅជិតឬក៏ចុះទៅជួយដែលគិតថាអាចជួយជនរងគ្រោះបានយើងនឹងក្លាយទៅជាជនរងគ្រោះវិញដោយខ្សែភ្លើងឆក់ដូច្នេះហើយអ្វីដែលសំខាន់គឺនៅឲ្យឆ្ងាយនឹងទំនាក់ទំនងទៅកាន់117ឬក៏118ដើម្បីហៅក្រុមសង្គ្រោះកន្លែងនេះសំខាន់ណាស់លោកអ្នកយើងគឺចង់ជួយបរិះឬក៏ជនរងគ្រោះដែលនៅក្នុងរថយន្តដោយបង្គោលភ្លើងដួលនៅលើឡានរបស់គាត់ក៏ប៉ុន្តែកុំបថុយឲ្យសោះហេតុការណ៍នេះគឺកើតឡើងនៅក្នុងប្រទេសថៃកាលពីព្រឹកមិញនេះឯងបើសិនជាមានឆ្លងអគ្គិសនីយើងអាចនឹងក្លាយទៅជាជនរងគ្រោះវិញដូច្នេះស្ថិតនៅក្នុងរថយន្តរបស់លោកអ្នកហើយទំនាក់ទំនងរក117 118ជាការចាំបាច់